សង្ហបុរីឡើងជាឋានសួគ៌គ្រីបតូទៀតហើយច្បាប់នឹងរឹតបន្តឹងក្រុមហ៊ុន Digital Asset ច្បាប់ថ្មីសម្រាប់អ្នកផ្ដល់សេវា Digital របស់សង្ហបុរីដែលប្រកាសដោយអាជ្ញាធររូបិយវត្ថុសង្ហបុរី MAS នឹងចូលជាធរមាននៅថ្ងៃទី30 ខែមិថុនាឆ្នាំ2025ច្បាប់នេះបានបញ្ចប់សម័យកាលដែលសង្ហបុរីជាឋានសួគ៌គ្រីបតូបទបញ្ញត្តិនេះផ្ដោតលើបុគ្គលនិងក្រុមហ៊ុននៅសង្ហបុរីដែលផ្ដល់សេវាទ្រព្យសម្បត្តិ Digital ទោះបីជាសេវាទាំងនោះផ្ដល់ជូនអតិថិជននៅក្រៅប្រទេសក៏ដោយចំណុចសំខាន់នៃច្បាប់ថ្មីនេះគឺចំណុចទី1គ្របដណ្ដប់ធំទូលាយបទបញ្ញត្តិនេះគ្របដណ្ដប់លើការជួញដូរការផ្ដល់ប្រឹក្សានិងសូម្បីតែការបោះពុម្ពរបាយការណ៍ស្រាវជ្រាវទាក់ទងនឹងទ្រព្យសម្បត្តិ Digital ដែលអាចប៉ះពាល់ដល់អ្នកបង្កើតមាតិកានិងអ្នកវិភាគចំណុចទី2គ្មានរយៈពេលអនុគ្រោះមិនមានរយៈពេលអនុគ្រោះសម្រាប់ក្រុមហ៊ុនដើម្បីសម្របខ្លួនតាមច្បាប់ថ្មីនេះទេហើយការផ្ដល់អាជ្ញាប័ណ្ណគឺតឹងរ៉ឹងបំផុតចំណុចទី3ហានិភ័យច្បាប់អាជីវកម្ម Web3 ដែលមិនអនុលោមតាមច្បាប់រួមទាំង Crypto Exchange គម្រោង DeFi និងអ្នកធ្វើការឯករាជ្យប្រឈមនឹងហានិភ័យនៃការអនុវត្តច្បាប់នេះការផ្លាស់ប្ដូរនេះបង្ហាញអំពីការបញ្ចប់នៃសម័យកាល Crypto Friendly របស់សង្ហបុរីនិងអាចជំរុញឲ្យក្រុមហ៊ុន Web3 ជាច្រើនចាកចេញពីប្រទេសនេះ